គង់មើលងាយប្រហុកខ្មែរវាអាចមានទីផ្សារដល់$1000 លានក្នុងមួយឆ្នាំប្រហុកខ្មែរជាប្រភេទអាហារកែច្នៃទីត្រីផ្អាប់ជាមួយនឹងអំបិលមួយប្រភេទមានក្លិនស្អុយហើយប្រៃដែលបរទេសទូទៅមិនសូវស្គាល់ទេប៉ុន្តែវាគឺជាផលិតផលមួយនៅក្នុងចំណោមផលិតផលដែលមាននៅក្នុងអាហារជាប្រពៃណីរបស់ប្រទេសជាច្រើនហើយត្រូវបានគេហៅផ្សេងៗគ្នារីឯរបៀបធ្វើក៏ផ្សេងៗគ្នាដែរប៉ុន្តែភាសាអង់គ្លេសហៅថា fermented fish ជារួមសេចក្តីរាយការណ៍មួយដែលចុះផ្សាយនៅលើទំព័រ finance.yahoo.com បានឲ្យដឹងថា fermented fish នេះមានទីផ្សារប្រមាណជា$534 លានកាលពីឆ្នាំ2023ប៉ុន្តែគេប៉ាន់ប្រមាណថានៅក្នុងឆ្នាំ2033វាអាចនឹងកើនឡើងដល់ទៅ$984 លានពោលគឺវាអាចនឹងកើនឡើងជាង2ដងឯណោះប្រសិនបើប្រៀបធៀបនឹងអាហារផ្សេងទៀតទំហំទីផ្សារ fermented fish នេះគឺវាមិនធំធេងមែនប៉ុន្តែក៏ជាកត្តាលេខមួយដែលអាចនឹងរួមចំណែកជំរុញផលដល់សេដ្ឋកិច្ចដែលយើងមិនអាចមើលស្រាលបានដែរដូច្នេះវាគឺជារឿងដ៏ប្រពៃដែលយើងចាំបាច់ត្រូវតែធ្វើទីផ្សារផងដែរដើម្បីជំរុញការនាំចេញឲ្យពិភពលោកស្គាល់រសជាតិប្រហុករបស់យើងហើយអាចក្លាយជាផលិតផលដ៏ចម្បងមួយនៅក្នុងចំណោមផលិតផល fermented fish នៅលើទីផ្សារពិភពលោកសប្តាហ៍ថ្ងៃនេះប្រជាជាតិដែលទទួលទាន fermented fish មានច្រើនណាស់គ្រាន់តែគេហៅវាផ្សេងគ្នាតាំងពីហ្វីលីពីនថៃឥណ្ឌូនេស៊ីបង់ក្លាដេសអេស៊ីបកូរ៉េក្រិកហ្គាណាឥណ្ឌាមីយ៉ាន់ម៉ាថៃផងដែរហើយសូម្បីតែប្រទេសនៅអឺរ៉ុបខ្លះក៏មានដែរប៉ុន្តែគេហៅផ្សេងគ្នាហើយវិធីសាស្ត្រក៏គេធ្វើផ្សេងគ្នាគ្រឿងផ្សំគោលរបស់អាហារប្រភេទនេះគឺមានត្រីនិងអំបិលនេះឯងសម្រាប់កម្ពុជាយើងវិញប្រហុកត្រូវបានច្នៃឡើងទាំងស្រុងដោយត្រីនិងអំបិលហើយតម្រាំបានយកមកទទួលទានគឺត្រូវឆ្លងកាត់ដំណាក់កាលសម្អាតញាត់អំបិលនិងផ្អាប់ទុកនៅក្នុងពេលវេលាមួយជាក់លាក់ប្រហុកគឺជាគ្រឿងផ្សំនៃមុខម្ហូបខ្មែរសឹងតែគ្រប់មុខហើយគេក៏អាចយកមកច្នៃហូបដោយផ្ទាល់ក៏បានដែរដោយផ្ទាប់ជាមួយនឹងបន្លែផ្សេងទាំងឆៅទាំងឆ្អិននិងជាគ្រឿងផ្សំវាគឺជាអាហារបែបប្រពៃណីរបស់សហគមន៍ខ្មែរទូទាំងប្រទេសពាក់ព័ន្ធនឹងប្រហុកនេះកាលពីថ្ងៃទី5ខែឧសភាឆ្នាំ2025កន្លងទៅប្រហុកនៅសៀមរាបដែលគេដឹងថាគឺជាជំរំផលិតប្រហុកដ៏ធំនៅក្នុងប្រទេសត្រូវបានចុះបញ្ជីជាផ្លូវការហើយថាជាផលិតផលមួយនៅក្នុងចំណោមផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះគឺជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តប្រហុកដែលជាអាហារបែបប្រពៃណីនិងលើកកម្ពស់សហគមន៍មូលដ្ឋានដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិការចុះបញ្ជីប្រហុកនេះគឺការចេញលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងស្ថាប័នទទួលបន្ទុកតាមរយៈគម្រោងអភិវឌ្ឍក្រោយប្រមូលផលជលផល Catfish Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប EU និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិសហការជាមួយនឹងរដ្ឋបាលជលផលនិងក្រសួងពាណិជ្ជកម្មពាក់ព័ន្ធនឹងប្រហុកនេះលោកស្រីចំនីមិលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថាការទទួលស្គាល់ជាផ្លូវការនៃប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះគឺបានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារនិងលើកកម្ពស់ទ្រព្យសម្បត្តិវប្បធម៌ដ៏ពិសេសរបស់កម្ពុជាតាមរយៈក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំលោកស្រីបន្តថាសមិទ្ធផលដ៏សំខាន់នេះមិនត្រឹមតែជាការការពារចំណេះដឹងប្រពៃណីប៉ុណ្ណោះថែមទាំងអាចពង្រឹងបាននៅទីផ្សារនិងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុកទាំងក្នុងនិងក្រៅស្រុកនិងក្រសួងពាណិជ្ជកម្មបដិញ្ញាបន្តពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឲ្យក្លាយជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់កំណើនសេដ្ឋកិច្ចដោយបរិយាបន្ននិងការបន្ថែមតម្លៃលើពាណិជ្ជកម្មដោយឡែកលោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏បានលើកឡើងដែរថាប្រហុកសៀមរាបគឺជាតំណាងនៃការផ្សារភ្ជាប់រវាងប្រពៃណីនិងការអភិវឌ្ឍដោយបរិយាបន្នធានាគុណភាពសម្រាប់អ្នកបរិភោគនិងជំរុញភាពប្រកួតប្រជែងនឹងវិស័យកសិកម្មនៅកម្ពុជាលោកបន្តថា
បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្មីហើយប្រហុកសៀមរាបមិនត្រឹមតែអាចរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះថែមទាំងជួយការពារទំនៀមទម្លាប់ប្រពៃណីនិងបរិស្ថានផងដែរលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់បន្ថែមថាក្រសួងបដិញ្ញាពង្រឹងវិស័យនេះតាមរយៈការកែលម្អខ្សែច្រវាក់តម្លៃលើកកម្ពស់ការអនុវត្តដោយប្រកបដោយភាពនិរន្តរៈនិងភាពរឹងមាំតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនិងគោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្មឆ្នាំ2022ដល់2030ការបដិញ្ញានេះនឹងជួយបង្កើនឱកាសទីផ្សារសម្រាប់អ្នកផលិតនិងផ្ដល់ជូនអ្នកបរិភោគនូវផលិតផលដែលមានគុណភាពនិងរសជាតិដើមពិតប្រាកដរបស់ខ្មែរ។